ខ្ញុំយល់ថាថៃមិនមែនបុគ្គលម្នាក់ៗដែលមានចរិតស្អប់ខ្ពើមជាតិសាសន៍ដទៃខ្ញុំយល់ថាពេញមកប្រទេសតែម្ដងបងប្អូនកាលពី 2-3 ឆ្នាំមុនកាលនោះក៏ដែលថៃលបើកគ្រប់គ្រងវណ្ណដាខ្លាំងបងប្អូនចូលទៅមើលខមមិនថៃរាប់ពាន់រាប់រយនាក់ខមមិនថាវណ្ណដាគឺជាមនុស្សតែម្នាក់ដែលប្រជាជនថៃអត់ស្អប់អញ្ចឹងខ្មែរទាំងអស់គ្នាក្រៅពីវណ្ណដាអ្នកឯងស្អប់មែនអញ្ចឹងពួកយើងទៅធ្វើអីអ្នកឯងលើបងប្អូនមើលទៅបើវាគឺបញ្ជាក់ពីសម្ដីរបស់វាអញ្ចឹងមែនបងប្អូនវាមិនតែឲ្យយើងរស់នៅសុខស្រួលទេហើយវាមានសារព័ត៌មានអន្តរជាតិសរសេរជាភាសាអង់គ្លេសសរសេរជាអីចឹងផ្សព្វផ្សាយទៅបរទេសថាប្រទេសវាគឺស្រឡាញ់សន្តិភាពណាប្រទេសវាគឺជាប្រជាជនដែលពោពេញទៅដោយស្នាមញញឹមនៅអាស៊ីអញ្ចឹងវាថាវាមិនដែលចង់មានសង្គ្រាមអីទេនិយាយរំទៅគឺវាធ្វើគេថា scenario ល្អៗសម្រាប់អន្តរជាតិមើលមកហើយអាណិតអាសូរហើយនឹងស្រឡាញ់ថៃបងប្អូនមើលសម្បីតែក្នុងកុនអីបរទេសអីក៏ដោយគឺលើកសរសើរប្រទេសថៃប្រទេសដែលគេជួយចិត្តមកលេងអញ្ចឹងគឺវារៀបចំបានល្អសម្រាប់ឈ្មោះភ្នែកអន្តរជាតិបងប្អូនដែលនេះគឺជាសង្គ្រាមដែលយើងពិបាកយកឈ្នះឬក៏មិនមែនតែយើងដែលពិបាកយកឈ្នះទេសម្បីតែពួកម៉ាឡេអីក៏ពិបាកយកឈ្នះថៃអារឿង fake ប្រឡប់ធ្វើ marketing ដើម្បីបំផិនភ្នែកពិភពលោកនោះហ្មងសម្រាប់ខ្ញុំយល់ថាវាចៃដន្យអាក្រក់អីថាប្រទេសយើងគឺយើងរៀបចំកងទ័ពអីគឺយើងរៀបចំតែសម្រាប់ការពារទេបើមិនជាយើងមានកងទ័ពខ្លាំងដូចកូរ៉េឬអីខ្ញុំចង់និយាយថាវាយថៃម្ដងបងប្អូនចាំបានដូចយើងកាលយើងទៅរៀនកាពីតូចអាស្ទេវខ្លាំងញ៉ៃតតុកយើងតដាក់វាប៉ោងភ្នែកម្ដងមិនមានអង្គុយដោយបនដល់កន្លែងហ្នឹងគឺថៃគឺចរិតវាឆ្កែអញ្ចឹងហើយនឹងវាមានរឿងស៊ីជម្រៅច្រើនដែលខ្ញុំមិនចង់និយាយមកវីដេអូវាអត់អស់ដូចជារឿងវាជួលឲ្យជនចិត្តចិនរត់ជនមាននៅក្នុងទឹកដីខ្មែរហើយបន្តមកទៀតវាតេតេងសមានចិត្តចិនឲ្យចិនថ្កល់ទោសខ្មែរយើងពីរឿងដែលជនចិត្តចិនដែលវាជួលឲ្យដើរនៅលើទឹកដីយើងឲ្យជនមានហ្នឹងបងប្អូនចង់និយាយថាវាធ្វើគ្រប់សពបែបយ៉ាងប្រខូចខ្មែរយើងតែរឿងមានហ្នឹងតែតង់តែខ្មែរយើងគឺផ្សាយទៅដល់អន្តរជាតិហើយថាខ្មែរយើងគឺមានដីមិនទាន់សម្បត្តិមានទេនៅតាមតំបន់ព្រំដែនហ្នឹងដោយសារតែយើងមិនទាន់បែងចែកព្រំដែនដាច់ស្រេចដល់ពេលអញ្ចឹងយើងអត់មានពេលវេលាអីទៅដោះស្រាយអារឿងមាននៅតាមព្រំដែនទេអ្នកឯងដើរឆ្ងាយពីព្រំដែនហ្នឹងទៅគឺលែងជន់មានហើយយើងនិយាយតែអញ្ចឹងកោប៉ុន្តែថៃគឺបាត់តិចហ្មងងាកដើរជន់មានងាកដើរជន់មានគឺយុទ្ធសាស្ត្ររបស់វាគឺវាចង់និយាយថាវាបោះសម្អាតមានដល់ទីកន្លែងណាគឺកាន់កាប់ទីកន្លែងហ្នឹងគឺទឹកដីហ្នឹងជាទឹកដីរបស់ថៃអញ្ចឹងដល់ពេលអញ្ចឹងខ្មែរយើងតាំងពីសម័យប៉ុលពតមកឲ្យមានដល់បាត់ដំបងអញ្ចឹងវាចង់បោះសម្អាតមានដល់បាត់ដំបងហើយកាន់កាប់ទឹកដីបាត់ដំបងអ្នកជនជាតិនឹងថោកទៀតបងប្អូនអញ្ចឹងបានបងប្អូនណាអត់មានអីឆ្ងាយពីអភិវឌ្ឍខ្លួនឯងអត់មានអីឆ្ងាយពីណែនាំបដៅកូនខ្លួនឯងឲ្យកូនខ្លួនឯងចង់ចាំថៃទេបងប្អូនតែកន្លែងនេះគឺជា snowball ហ្មងបើយើងអត់ខ្លាំងគឺដឹងថាគ្មានមិត្តភក្តិមិនប្រកបទេដឹងតែមានតែសត្រូវដែលចាំលួចចាក់យើងពីក្រោយតែអញ្ចឹងកាលពីមុន COVID-19 គឺសេដ្ឋកិច្ចខ្មែរយើងគឺស្ទុះឡើងរហូត 6% 7% 6% កន្លះ 7% កន្លះហើយថេទៀតកើនឡើងអញ្ចឹងថេមុន COVID-19 ដល់ពេលអញ្ចឹងថៃវាអត់សប្បាយចិត្តទេដល់ពេល COVID-19 ហើយក៏វាចាប់ផ្ដើមរលេះប្រខូចឈ្មោះខ្មែរវាសរសេរទៅអន្តរជាតិថាខ្មែរយើងគឺជាតំបន់ដែលមានអំពើបោកប្រាស់អំពើឆក់បោកអីចឹងគឺវាប្រខូចឈ្មោះខ្មែររហូតតែខ្ញុំយល់ថាថៃនេះមានអ្នកអង្គុយមើលដូចវាចាត់តាំងក្រុមអង្គុយតាមដានខ្មែរយើងតែខ្មែរយើងរីកចម្រើនគឺដឹងតែវាក៏លុកខ្មែរយើងរីកចម្រើនគឺវាក៏លុកចឹងហ្មងបងប្អូនព្រោះអីតាមសន្ទុះដែលខ្មែរយើងរីកចម្រើនដូចកាលមុន COVID-19 ណាមិនយូរទេគឺខ្មែរយើងនឹងតាមតនសេដ្ឋកិច្ចវាគឺស្រុំស្រួលចូលទៅជំនួសប្រទេសវាលើឆាកអន្តរជាតិទៀតព្រោះឯនៅលើឆាកអន្តរជាតិគឺគេស្គាល់តែថៃគេជួយចាត់តែថៃទេមិនតែគេស្គាល់តែថៃទេបើន័យថាភាគច្រើនគឺគេស្គាល់ថៃហើយគេចូលចិត្តវាមានមិត្តភ័ក្តិខ្ញុំទៅរៀនអាឡម៉ង់អីចឹងមិត្តភ័ក្តិខ្ញុំបង្ហាញgo វត្តទៅគេថាអូ I seen this is this in Thailand បើថាអូខ្ញុំឃើញតែអារូបនេះគឺនៅប្រទេសថៃអញ្ចឹងគឺមនុស្សម្នាក់មានការយល់ច្រឡំថាប្រទេសខ្មែរយើងហ្នឹងគឺជាប្រទេសរបស់ថៃឬក៏វៀតណាមអីចឹងបងប្អូនដល់ពេលអញ្ចឹងវាអត់ចង់ឲ្យអន្តរជាតិដឹងពីការពិតថាតាមពិតអ្វីដែលវាមានគឺជារបស់យើងតែពេលអញ្ចឹងវានឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបិទយើងហ្នឹងឯងបងប្អូន